យកអាហារធ្វើជាថ្នាំកុំយកថ្នាំធ្វើជាអាហារបងប្អូនទាំងអស់គ្នាមនុស្សសម័យបច្ចុប្បន្ននេះគឺសម្បូរមែនទែនដែលប្រើប្រាស់ជីវិតរបស់គាត់គឺយកថ្នាំធ្វើជាអាហារបានន័យថាយកថ្នាំញ៉ាំជាអាហារជាប្រចាំពុកម៉ែបងប្អូនទាំងអស់គ្នាតាមស្ថិតិដែលគាត់កើតជំងឺ NCD ដែល NCD មានធំមានបញ្ហាលើសឈាមមានបញ្ហាទឹកនោមផ្អែមឬក៏បញ្ហាកែងបេះដូងបញ្ហាជំងឺទាំងអស់ហ្នឹងបងប្អូនទាំងអស់គ្នាតាមដែលរូបខ្ញុំបានសិក្សាស្រាវជ្រាវក៏ដូចជាជួបផ្ទាល់ទៅឃើញភាគច្រើនគឺបានន័យថាមនុស្ស10នាក់ដែលមាន9នាក់ដែលកំពុងតែយកថ្នាំធ្វើជាអាហារនៅពេលបច្ចុប្បន្នហ្នឹងព្រោះពុកម៉ែបងប្អូនមនុស្សដែលគាត់មានបញ្ហាសម្ពាធឈាមគាត់ញ៉ាំថ្នាំមួយថ្ងៃមួយគ្រាប់មានលេខ5មានលេខ10មានលេខ20តាមកម្រិតនៃជំងឺរបស់គាត់ទាំងសពបញ្ជាក់ឃើញថាមួយថ្ងៃពីមួយថ្ងៃគឺគាត់ញ៉ាំថ្នាំមួយជីវិតរហូតដល់ថ្ងៃគាត់ទៅវិញនឹងឯងអញ្ចឹងប៉ះពាល់ជាមួយនឹងជំងឺមិនថាលើសឈាមមិនថាទឹកនោមផ្អែមទេមូលហេតុដែលធ្វើឲ្យបងប្អូនប្រឈមជាមួយនឹងការដែលបងប្អូនញ៉ាំថ្នាំជាអាហារដោយសារបងប្អូនពេលខ្លះអត់ព្រមនៅក្នុងការផ្លាស់ប្ដូរ lifestyle ជីវិតនៅក្នុងការរស់នៅព្រោះបងប្អូនអរគ្នាការដែលបងប្អូនញ៉ាំថ្នាំជាអាហារជាប្រចាំនឹងមិនមែនជារឿងប្រសើរហើយក៏មិនមែនជារឿងដែលល្អបំផុតសម្រាប់សុខភាពដែរព្រោះថ្នាំ pharmaceutical ឬក៏ហៅថាថ្នាំពេទ្យគឺជាប្រភេទអាវុធមុខពីរតែកាលណាបងប្អូនញ៉ាំចូលច្រើនជាប្រចាំវាធ្វើឲ្យបងប្អូននឹងគឺមានហានិភ័យផ្នែកសុខភាពនៅផ្នែកណាមួយពាក្យថាអាវុធមុខពីរបងប្អូនបានន័យថាវាទៅព្យាបាលផងវាទៅបំផ្លាញកោសិកាក៏ដូចជាវាទៅបំផ្លាញសុខភាពផងអញ្ចឹងប៉ះពាល់ជាមួយនឹងថ្នាំខ្លះគឺគេឲ្យបងប្អូននឹងញ៉ាំមានកំណត់3ខែឬក៏6ខែតែជំងឺដែលរូបចម្បាច់កំពុងតែចែករំលែកនេះបងប្អូនញ៉ាំថ្នាំមួយជីវិតតែម្ដងមិនថាថ្នាំបញ្ចុះជាតិស្ករឬក៏ថ្នាំបញ្ចុះទៅនឹងសម្ពាធឈាមឬក៏ខ្លាញ់នឹងឯងអញ្ចឹងបងប្អូននឹងវីដេអូថ្ងៃហ្នឹងគឺខ្ញុំចង់ចូលរួមនៅក្នុងចំណែកមួយចង់ឲ្យបងប្អូននឹងមានការផ្លាស់ប្ដូរនៅក្នុងការ lifestyle រស់នៅព្រោះវាវិធីសាស្ត្របើនិយាយទៅវាងាយខ្លាំងតែបងប្អូនមិនសូវបានយកចិត្តទុកដាក់ក្នុងការអនុវត្តបើសិនជាបងប្អូនកំពុងតែជួបបញ្ហាវិបត្តិទាំងហើយព្យាយាមធ្វើម៉េចញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ព្រោះវីដេអូគ្រប់វីដេអូមិនថារឿងផ្នែកសុខភាពមិនថាអង្គការសុខភាពពិភពលោកឬក៏ក្រសួងសុខាភិបាលទេគេព្យាយាមបញ្ជ្រាបព័ត៌មានតទៅនឹងការញ៉ាំទឹកឲ្យបងប្អូនធ្វើម៉េចទទួលទានទឹកឲ្យបានគ្រប់គ្រាន់តែកាលណាបងប្អូនញ៉ាំទឹកចូលបានគ្រប់គ្រាន់កោសិការាងកាយបងប្អូនមានការដែលជួសជុលកោសិកាបានច្រើនមិនថាតទៅនឹងកង្វះជាតិទឹកមិនថាកប៉ិះវិញបងប្អូនស្ងួតតែពេលណាបងប្អូនញ៉ាំទឹកចូលគ្រប់បងប្អូននឹងទទួលបាននៅធម៌ពលរាងកាយមួយគឺសុខភាពល្អទី2គឺការដែលបងប្អូននឹងហាត់ប្រាណខ្ញុំជួបមនុស្សភាគច្រើនគាត់គិតថាគាត់រវល់នេះគាត់រវល់នោះគាត់មានពេលហាត់ប្រាណតែបងប្អូនដឹងស្រាប់ហើយពេលណាដែលបងប្អូននិយាយថាអត់មានពេលគឺជាលេសរបស់បងប្អូននេះចុះសំណួរសួរថាពេលដែលបងប្អូនឈឺដេកលើក្រែបែនហេតុអីបានមានពេលអញ្ចឹងតើតើនឹងការហាត់ប្រាណគឺតើបងប្អូនឆ្លៀតមួយថ្ងៃធ្វើមកបាន15នាទីស្អែកឡើងបាន20នាទីបងប្អូនព្យាយាមអាប់ក្រេតឡើងរហូតខ្ញុំជឿថាបងប្អូនធ្វើយូរទៅបងប្អូននឹងទទួលបាននៅធម៌ពលរាងកាយអារម្មណ៍បងប្អូនក៏ស្រស់ថ្លាពេលបងប្អូនបានហាត់ប្រាណកោសិកាបងប្អូនអាចាស់សក្តិជនវាចាប់បានជួសជុលវាចាប់បានដំណើរការល្អមកប្រកក្តីម្ដងតិចម្ដងតិចវាធ្វើឲ្យបងប្អូននឹងមានអារម្មណ៍ថាស្រួលខ្លួនជាងមុនហើយរឿងទី3ព្យាយាមធ្វើម៉េចឲ្យបានគេងគ្រប់គ្រាន់បងប្អូនអរគ្នាព្រោះមនុស្សយើងសម័យនេះគឺសម័យអនឡាញសម័យ digital បងប្អូនអូ scroll Facebook អូ scroll TikTok ហ្នឹងម៉ោង10ម៉ោង11ម៉ោង12ម៉ោង1យប់បងប្អូនធ្វើពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំខ្លាយទៅជាទម្លាប់ខ្លាយទៅជាវប្បធម៌ខ្លាយទៅជាប្រពៃណីតើបងប្អូនខ្លាយទៅជាប្រពៃណីគឺពិបាកកែបានន័យថាប្រពៃណីបងប្អូនគឺចូលគេងយប់ជ្រៅចូលគេងយប់ជ្រៅហានិភ័យប៉ះពាល់ហានិភ័យប៉ះពាល់ទៅដល់សុខភាពបេះដូងប៉ះពាល់ទៅដល់អាយុកាលរបស់មនុស្សយើងគឺចាស់ជាងវ័យហើយមួយទៀតបងប្អូនអរគ្នាកាត់បន្ថយដែលបងប្អូននឹងញ៉ាំគ្រឿងកំប៉ុងឬក៏របស់ផ្អែមខ្ញុំទទួលស្គាល់ថាបងប្អូនទៅធ្វើការរកស៊ីបងប្អូនហេវបងប្អូនហត់បងប្អូនត្រូវការធម៌ពលត្រូវការគ្រឿងកំប៉ុងដើម្បីញ៉ាំចូលទៅមានកម្លាំងធ្វើការតែបងប្អូនត្រូវចាំថាពាក្យថាកាត់បន្ថយគឺបងប្អូនព្យាយាមឧទាហរណ៍ថាបងប្អូនជាប្រចាំរាល់ថ្ងៃញ៉ាំគ្រឿងកំប៉ុងមួយថ្ងៃ2កំប៉ុងឬក៏3កំប៉ុងបងប្អូនកាត់អសល់មួយកំប៉ុងយូរបងប្អូនឡើងឃ្លានបងប្អូនអាចញ៉ាំអីផ្សេងជំនួសបានទៅនឹងរាងកាយរបស់មនុស្សយើងព្រោះតែកាលណាមនុស្សយើងញ៉ាំស្ករកាន់តែច្រើនអារម្មណ៍ហេវអារម្មណ៍ឃ្លានគឺកាន់តែមានបងប្អូនសង្កេតមើលពេលដែលបងប្អូនញ៉ាំរបស់ផ្អែមគឺធ្វើឲ្យបងប្អូនមានអារម្មណ៍ថាកាន់តែឃ្លានហ្មងអញ្ចឹងកាត់បន្ថយរឿងទី4នេះគឺកាត់បន្ថយគ្រឿងកំប៉ុងរបស់ផ្អែមចេញពីក្នុងជីវិតបងប្អូនដើម្បីឲ្យរាងកាយរបស់បងប្អូនកំពុងតែមានបញ្ហាទឹកនោមផ្អែមឬក៏លើសឈាមវាមក normal ធម្មតាហើយចំណុចទី5គឺពេលដែលបងប្អូនញ៉ាំចំណីអាហារកាត់បន្ថយខ្លាញ់ព្រោះខ្លាញ់នៅពេលបច្ចុប្បន្នខ្លាញ់ដែលគេលក់នៅតាមទីផ្សារខ្លាញ់ដបពីហ្នឹងបងប្អូនអត់សូវសុខភាពចំពោះសុខភាពបងប្អូនប៉ុន្មានទេពេលដែលបងប្អូនញ៉ាំខ្លាញ់កាន់តែច្រើនសម្ពាធឈាមបងប្អូនគឺកាន់តែឡើងខ្លាំងអញ្ចឹងបងប្អូនអរគ្នាកាត់បន្ថយអាហារដែលមានប្រើខ្លាញ់ច្រើនជាពិសេសអាហារដែលបងប្អូនទិញនៅតាមទីផ្សារជីនឆាបំពងនេះហ្នឹងបងប្អូនសង្កេតមើលគឺខ្លាញ់ហ្នឹងគឺគេប្រើច្រើនដងមែនតើដែលធ្វើឲ្យបងប្អូននឹងមានហានិភ័យទៅនឹងខ្លាញ់នៅក្នុងខ្សែឈាមដែលធ្វើឲ្យបងប្អូនមានការឡើងឈាមឬក៏សម្ពាធឈាមឡើងខ្ពស់នឹងឯងហើយមួយទៀតបងប្អូនអរគ្នាគឺកាត់អាហារដែលមានរសជាតិប្រៃដិតខ្លាំងចំណុចទី6បងប្អូនអរគ្នាអាហារដែលប្រៃជាពិសេសប្រជាពលរដ្ឋខ្មែរយើងចូលចិត្តញ៉ាំមែនតើនេះករណីដែលរូបសម្បត្តិនិយាយនេះគឺសម្រាប់អ្នកដែលគាត់កំពុងតែមានបញ្ហាលើសឈាមទឹកនោមផ្អែមបងប្អូនអរគ្នាតែបើសិនជាបងប្អូនអត់ទាន់កើតជំងឺហ្នឹងគឺបងប្អូនអាចញ៉ាំបានលក្ខណៈថាអត់ច្រើនតិចតួចតែបើបងប្អូនកើតជំងឺទាំងអស់ហ្នឹងហើយបងប្អូនគួរតែបើជិះវាអត់ញ៉ាំគឺរឹតតែល្អព្រោះអាហារដែលប្រៃដូចជាប្រហុកប្រអកហ្នឹងតែកាលណាបងប្អូនញ៉ាំផ្ទាល់ច្រើនវាធ្វើឲ្យសម្ពាធឈាមបងប្អូនគឺអត់ចុះទេអញ្ចឹងអាហារដែលប្រៃគឺជាវីតាមីនដែលចិញ្ចឹមជំងឺលើសឈាមហ្នឹងឯងអញ្ចឹងបងប្អូនដែលកំពុងតែលើសឈាមកាត់បន្ថយអាហារខ្លាញ់អាហារប្រៃបានចេញពីក្នុងជីវិតបងប្អូននឹងទទួលបាននូវសុខភាពល្អហើយមួយទៀតបងប្អូនអរគ្នា
តាមដែលរូបខ្ញុំបានជួបអ្នកជំងឺដែលគាត់បានប្រើប្រាស់ជាមួយនឹង Fear Grade នេះពេលបច្ចុប្បន្នបងប្អូនអ្នកគ្នាគឺគាត់ផ្លាស់ប្ដូរ Resta ឈាមរបស់គាត់មកបងប្អូន Fear Grade នេះមាន3ត្រកូលនេះបងប្អូនអ្នកគ្នាត្រកូលបែប Slice C បែប Slice S និងប្រភេទ Unimate អញ្ចឹងបងប្អូនជាមួយនឹងហេតុដែលបានរូបខ្ញុំបានចែករំលែកបងប្អូនជាមួយនឹង product ឲ្យបងប្អូនស្គាល់ដោយសារអីទាំងមនុស្សដែលនៅជុំវិញរូបខ្ញុំបាទឬក៏រូបខ្ញុំបាទផ្ទាល់ក៏ដូចជាអ្នកជំងឺដែលគាត់កំពុងតែមានបញ្ហាជំងឺទឹកនោមផ្អែមឬក៏លើសឈាមគាត់បានតែឆែកអាប់សុខភាពបាទូខ្លួនពីចុងសក់ដល់ចុងជើងហើយគាត់មកញ៉ាំ product ហ្នឹងហើយលទ្ធផលដែលនឹកស្មានមិនដល់គឺផ្លាស់ប្ដូរ Resta ឈាមរបស់គាត់ផ្ទាល់តែម្ដងបងប្អូនអ្នកគ្នា A1C គាត់ឡើងខ្ពស់ពេលដែលគាត់ញ៉ាំ product ហ្នឹងហើយរយៈពេលតែឆែកអាប់មើលម្ដងទៀតគឺ A1C គាត់ចាប់ផ្ដើមមក normal ធម្មតាអាហ្នឹងគឺជាសញ្ញាមួយបញ្ជាក់ថាគឺជាតិស្ករគាត់ហ្នឹងគឺមកធម្មតាឡើងវិញអញ្ចឹងគាត់អត់មានត្រូវញ៉ាំថ្នាំមួយជីវិតទេបងប្អូនអ្នកគ្នាគាត់តែគាត់ផ្លាស់ប្ដូរ lifestyle ជីវិតគាត់ជ្រើសរើសនៅក្នុងការឆែកអាប់សុខភាពហើយគាត់មកញ៉ាំ product នេះជំនួយគឺគាត់ទទួលបាននៅ A1C គាត់មក normal ធម្មតាមួយទៀតអ្នកដែលគាត់មានបញ្ហាខ្លាញ់ដូចគ្នាបងប្អូនអ្នកគ្នាមិនថាខ្លាញ់បេះដូងមិនថាខ្លាញ់ថ្លើមឬក៏ខ្លាញ់នៅក្នុងខ្សែឈាមខ្លាញ់ triglyceride ឬក៏ HDL ឬក៏ LDL ទេបងប្អូនអ្នកគ្នាតែកាលណាបងប្អូនមានខ្លាញ់អាក្រក់ឬក៏ខ្លាញ់ដែលនៅក្នុងបេះដូងយើងច្រើនវាធ្វើឲ្យយើងមានបញ្ហាគាំងឬក៏មានបញ្ហាសម្ពាធឈាមពេលដែលគាត់ញ៉ាំពេលដែលគាត់ទៅឆែកអាប់សុខភាពគឺ Resta ឈាមគាត់គឺមក normal ដូចគ្នាអញ្ចឹងសពបញ្ជាក់ឃើញថា product ហ្នឹងគឺវាអាចជួសជុលបញ្ហាខ្លាញ់ស្ករបានតាមរយៈផ្លាស់ប្ដូរ Resta ឈាមបងប្អូនហើយមិនមែននិយាយទៅមាត់ថា product ហ្នឹងល្អឬក៏អត់សតនឹងល្អទេគឺយើងនិយាយល្អទៅលើឯកសារឈាមព្រោះមនុស្សយើងមិនសម្គាល់ថាជាឬក៏មិនជាអាស្រ័យទៅលើរាងកាយយើងថតខ្ពស់សខ្មៅឬក៏ល្អអីទេបងប្អូនអ្នកគ្នាគឺយើងសម្ដៅឬក៏យើងសម្គាល់ទៅលើគ្រឿងក្នុងក៏ដូចជាអ្វីយើងតែកាលណាយើងឆែកអាប់សុខភាពឃើញមក normal បានន័យថាសុខភាពយើងល្អហើយចឹងបងប្អូននឹងការចែករំលែកវីដេអូថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអ្នកគ្នាចូលរួមហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយបញ្ជូនបន្តវីដេអូមួយហ្នឹងទៅដល់មនុស្សជាទីស្រឡាញ់បងប្អូនទទួលបានព័ត៌មានគ្រប់គ្នាផងដែរអរគុណច្រើន